បើសិនជាអ្នកជាមនុស្សអាសាឈឺវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាបើហើយនឹងតលែងសូវឈឺហ្មងទី1គឺយើងហាថ្ងៃពេលព្រឹកឲ្យបាន30នាទីភាគច្រើនអ្នកដែលគាត់ធ្វើការនៅក្នុងម្លប់នៅក្នុងអាគារគាត់ខ្វះវីតាមីន D ហើយត្រូវដឹងថាវីតាមីន D គឺជាធាតុផ្សំដ៏ចាំបាច់នៃប្រព័ន្ធភាពស៊ាំរបស់យើងអញ្ចឹងអត់សូវត្រូវថ្ងៃបានន័យថាប្រព័ន្ធភាពស៊ាំរបស់យើងក៏វាខ្សោយទៅតាមនោះដែរពេលព្រឹកយើងគួរតែហាថ្ងៃឲ្យបាន30នាទីឲ្យមកគឺចន្លោះម៉ោង6 7 8 9 10អីហ្នឹងម៉ោងណាក៏បានដែរឲ្យតែបាន30នាទីដើម្បីបង្កើនវីតាមីន D របស់យើងហ្នឹងទី2យើងត្រូវសាវណាមានអត្ថប្រយោជន៍សុខភាពជាច្រើនទី1វាជួយកាត់បន្ថយ stress មួយទៀតវាជួយបង្កើនការផលិតគ្រាប់ឈាមសរបស់យើងហើយមួយទៀតវាជួយឲ្យចរន្តឈាមរបស់យើងដើរល្អទាំងអស់នេះហើយគឺមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ល្អទេវាជួយពង្រឹងប្រព័ន្ធភាពស៊ាំយ៉ាងទៀតអញ្ចឹងមួយសប្តាហ៍យើងត្រូវសាវណាឲ្យបាន2ទៅ3ដងមកទី3គឺយើងត្រូវគេងឲ្យបាន8ម៉ោងក្នុងមួយថ្ងៃដែលគេនិយាយថា sleep with the sun គឺយើងគេងនៅពេលដែលថ្ងៃលិចយល់ល្អគឺយើងចូលគេងម៉ោង10ហើយយើងយកម៉ោង6ព្រឹកហេតុអីមិនត្រូវគេងឲ្យបាន8ម៉ោងហើយគេងនៅថ្ងៃលិចទៀតអញ្ចឹងគឺពេលដែលយើងគេងហ្នឹងគឺយើងអនុញ្ញាតឲ្យខ្លួនឯងជួសជុលកោសិកាចាស់របស់យើងហ្នឹងអញ្ចឹងបើសិនជាយើងគេងអត់គ្រប់គឺយើងអត់បានជួសជុលកោសិកាចាស់ហើយអញ្ចឹងយើងខ្សោយហើយមួយទៀតគឺគេងគ្រប់គ្រាន់វាជួយកាត់បន្ថយ stress របស់យើងបើសិនជាយើងគេងអត់គ្រប់គឺយើង stress ខ្លាំងប្រព័ន្ធការពារយើងក៏ចុះខ្សោយតាមហ្នឹងអញ្ចឹងធ្វើយ៉ាងណាក៏ដោយគឺព្យាយាមគេងឲ្យបានមួយថ្ងៃ8ម៉ោងចូលគេងម៉ោង10ឬម៉ោង6ព្រឹកមកទី4គឺយើងត្រូវថែទាំសុខភាពពោះវៀនរបស់យើងដែលភាសាអង់គ្លេសគេប្រើពាក្យថា gut health សុខភាពពោះវៀនរបស់យើងគឺសំខាន់មែនទែនព្រោះវាមានទំនាក់ទំនងជិតស្និទ្ធមែនទែនជាមួយនឹងផ្លូវអារម្មណ៍របស់យើងបានន័យថាយើងញ៉ាំរបស់ល្អវាធ្វើឲ្យយើងមានអារម្មណ៍ល្អតែបើយើងញ៉ាំអាហារមិនល្អវាធ្វើឲ្យយើងនឹងមានអារម្មណ៍តានតឹងងាយមួម៉ៅងាយខឹងអាច stress អីជាដើមអាហារល្អសម្រាប់សុខភាពពោះវៀនគឺប្រភេទ probiotic ដែលគេហៅថាបាក់តេរីល្អវាមាននៅក្នុងពពួកប្រភេទផ្អាប់ដូចជា kimchi ដូចនៅក្នុងជ្រក់ត្រសក់អីជាដើមហើយវាមាននៅក្នុងយ៉ាអ៊ូដែរតែយ៉ាអ៊ូទិញយ៉ាងណាកុំទិញយ៉ាអ៊ូមានជាតិស្ករអញ្ចឹងបើសិនជាយើងថែទាំសុខភាពពោះវៀនយើងបានល្អហើយប្រព័ន្ធភាពស៊ាំយើងក៏វារឹងមាំទៅតាមនឹងដែររឿងទី5ដែលវាជារឿងសំខាន់ជាងគេដែរគឺយើងត្រូវញ៉ាំអាហារដែលល្អសម្រាប់សុខភាពរបស់យើងបានន័យថាអាហារដែលគ្មានជាតិស្ករកាត់បន្ថយបាយមីនំប៉័ងទៅហើយអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនខ្លាញ់ល្អវីតាមីនជាតិរ៉ែនេះគឺយើងញ៉ាំបន្ថែមពីណាញ៉ាំបន្ថែមពីសាច់ហើយនិងស៊ុតទាំងអស់ហ្នឹងគឺវាសម្បូរទៅដោយវីតាមីន A C D ហើយនិងជាតិសង្កសីដែលវាជាធាតុផ្សំសំខាន់នៃប្រព័ន្ធភាពស៊ាំរបស់យើងបើយើងញ៉ាំអាហារដែលល្អសម្រាប់សុខភាពអញ្ចឹងហើយខ្ញុំជឿជាក់ថាប្រព័ន្ធភាពស៊ាំរបស់យើងក៏វារឹងមាំទៅតាមនឹងដែរ